ថៃទម្លាក់គ្រាប់បែកពីយន្តហោះ F16 ចូលជ្រៅជាង70គីឡូម៉ែត្រក្នុងដីខ្មែរដល់ខេត្តសៀមរាបព័ត៌មាននេះគឺជាព័ត៌មានដែលរំជួលចិត្តមែនតើព្រោះអីយើងដឹងហើយថាមួយរយៈពេលកន្លងមកនេះគឺថៃថ្លើមធំប៉ុន្តែមិនពីសមេឃរហូតដល់ទៅហ៊ានយក F16 របស់ខ្លួនទៅទម្លាក់គ្រាប់ជ្រៅនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេយើងដឹងហើយថាតំបន់ព្រំដែនគឺជាតំបន់ប្រទាញប្រទង់នៅពេលដែលតំបន់ប្រទាញប្រទង់ថៃអាចអះអាងថាតំបន់នោះជាដែនអធិបតេយ្យរបស់ថៃឥឡូវដណ្ដើមយកទៅគ្រប់គ្រងអត់ទាន់បាននៅក្នុងការប្រទាញប្រទង់បែបនេះទៀមទាទៅវិញទៅមកម្នាក់ថាភាគរបស់ខ្មែរថារបស់ខ្មែរថៃថារបស់ថៃខ្មែរផែនទី1លើ200,000ថៃប្រើផែនទីលើ150,000អាហ្នឹងបើយើងនិយាយអំពី logic ភាពសមហេតុសមផលគឺប្រទេសទាំងពីរអាចវាយប្រទាញប្រទង់គ្នាបានដោយមិនមានអាជ្ញាកណ្ដាលណាមួយសម្រាប់តាន់បានទេគេចេះតែទម្លាក់គ្រាប់ឬក៏បាញ់ផ្លោងដាក់គ្នាទៅវិញទៅមកក្នុងករណីដែលវានៅក្នុងចំនួនព្រំដែនក៏ប៉ុន្តែពេលនេះនៅពេលដែលយន្តហោះ F16 របស់ថៃបានហោះកាន់តែជ្រៅឆ្ងាយចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងខេត្តសៀមរាបហើយទៅទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យដែលមានចម្ងាយជាង70គីឡូម៉ែត្រពីព្រំដែនខ្មែរថៃហើយគៀកទៅដល់ប្រាសាទព្រះវិហារសំទោសប្រាសាទអង្គរវត្តយើងទៅហើយហ្នឹងបើយើងគិតអំពីកន្លែងដែលទម្លាក់ហ្នឹងគឺនៅម្ដុំភូមិស្រីស្នំដែលនៅក្នុងខេត្តសៀមរាបហ្នឹងបើតាមអ្វីដែលជាសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិគឺយើងឃើញថាចម្ងាយគ្រាប់ដែលឬក៏យន្តហោះដែលហោះចូលហើយទម្លាក់គ្រាប់នៅក្នុងដីខ្មែរហ្នឹងគឺជាង70គីឡូពីព្រំដែនបានន័យថា90គីឡូទៀតដល់ប្រាសាទអង្គរវត្តហើយអញ្ចឹងបើសិនជា F16 នេះចង់ហោះដល់ប្រាសាទអង្គរវត្តត្រូវការពេលមិនដល់5នាទីផងទេទៅដល់ហើយតើមានន័យថាយ៉ាងដូចម្ដេចបងប្អូនតើស្ពានអូជីកមួយនៅឯតំបន់ស្រីស្នំនៅឯខេត្តសៀមរាបហ្នឹងជាតំបន់ប្រទាញប្រទង់អីគេដែរថៃអាចដណ្ដើមសុំសិទ្ធិកាន់កាប់ដីខ្មែររហូតដល់70គីឡូម៉ែត្រចូលជាង70គីឡូម៉ែត្រចូលដល់ក្នុងដីកម្ពុជាឬក៏យ៉ាងដូចម្ដេចតើសង្គ្រាមនេះឬក៏ការដែលមហិច្ឆតាឈ្លានពានរបស់ថៃនេះវាកាន់តែបំពេញជ្រៅបែបនេះមានន័យយ៉ាងដូចម្ដេចរឿងនេះគឺជារឿងមួយដ៏គ្រោះថ្នាក់មែនទែនសម្រាប់ប្រទេសកម្ពុជាហើយជឿថារដ្ឋាភិបាលថៃកំពុងតែធ្វើកាន់តែកក្លឿនហើយកាន់តែធ្វើឲ្យកម្ពុជាខ្លួនឯងបាក់មុខបាក់មាត់នៅក្នុងន័យថាមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនទេព្រោះអីមកដល់ម៉ោងនេះគឺថៃចង់ឲ្យរដ្ឋាភិបាលខ្មែរនឹងឬក៏ប្រជាពលរដ្ឋខ្មែរទូទៅឬក៏សហគមន៍អន្តរជាតិមើលមកថាកម្ពុជាមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនបានទេនៅពេលដែលយន្តហោះថៃ F16 ចូលបាញ់ជ្រៅដល់កណ្ដាលបេះដូងរបស់កម្ពុជាទៅហើយនឹងជាង70គីឡូដីហើយតាមពិតបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិគឺនិយាយថាថ្ងៃនេះគឺយន្តហោះប្រដេញឬក៏ប្រភេទទម្លាក់គ្រាប់បែកយន្តហោះចម្បាំងរបស់ថៃគឺពិតជាបានប៉ុនប៉ងកំទេចស្ពានមួយគឺស្ពានបុរាណអូជីកនៅស្រីស្នំហ្នឹងនៅក្នុងខេត្តសៀមរាបហ្នឹងក៏ប៉ុន្តែពាក្យថាប៉ុនប៉ងកំទេចបានន័យថាមិនខ្ទេចស្ពានហ្នឹងទេអញ្ចឹងបានន័យថាប៉ុនប៉ងទម្លាក់គ្រាប់កំទេចស្ពានហ្នឹងប៉ុន្តែរឿងកំទេចស្ពានគឺជារឿងមួយស្ពានបុរាណស្ពានថ្មីស្ពានចាស់អីគឺជារឿងមួយប៉ុន្តែអ្វីដែលជារឿងសំខាន់គឺរឿងដែនអធិបតេយ្យរបស់កម្ពុជាជម្រៅជាង70គីឡូម៉ែត្រនៅក្នុងដីខ្មែរបងប្អូនចុះឯណាមិនឃើញសំណាញ់មេឃដែលយើងថាយុទ្ធចាប់ហ្នឹងខ្ញុំជឿថាកម្ពុជាមានសិទ្ធិស្របច្បាប់100%មិនអាចឲ្យថៃធ្វើដូច្នេះបានទេហើយអាយុទ្ធនាការរបស់បងប្អូនដើម្បីតស៊ូមតិទៅឲ្យរដ្ឋាភិបាលថៃនៅក្នុងការសំទោសរដ្ឋាភិបាលអាមេរិកធ្វើយ៉ាងម៉េចផ្ដាច់កោដឬក៏ទិន្នន័យសម្រាប់ការបញ្ជាយន្តហោះ F16 នេះគឺត្រូវធ្វើឲ្យខ្លាំងជាងនឹង100ដងទៀតព្រោះអីសារនេះហាក់បីដូចជាមិនចូលទៅជាសហរដ្ឋអាមេរិកសោះឬក៏យើងធ្វើមិនទាន់ដល់យើងឃើញបងប្អូនយើងធ្វើបាតកម្មរហូតទៅដល់សេតវិមានមែនហើយធ្វើចំថ្ងៃសៅរ៍អាទិត្យដែលគេអត់ធ្វើការអីក៏ពិតមែនប៉ុន្តែបងប្អូនស្រែកសារនេះឥឡូវនេះអ្វីទៀតដែលត្រូវធ្វើដើម្បីឲ្យថៃដឹងថាការឈ្លានពាននេះគឺមិនអាចទទួលយកបានអាហ្នឹងចង់និយាយថាពីការតស៊ូមតិរបស់បងប្អូនយើងនៅក្រៅប្រទេសចុះបងប្អូនយើងចុះរដ្ឋាភិបាលកម្ពុជាតើដល់ពេលល្មមដើម្បីនឹងអាច
ប្រើអ្វីដែលយើងមានដូចជាសំណាញ់មេឃហ្នឹងក្នុងការស្រោបឬក៏វាយកំទេចបាញ់ទម្លាក់យន្តហោះ F16 កុំថាយន្តហោះហ្នឹងជារបស់អាមេរិកឬក៏របស់ណានាក៏ដោយមកពីឋានទេវតាទេវប្អិនណាក៏ដោយព្រោះក្នុងដែនអធិបតេយ្យរបស់កម្ពុជាមានសិទ្ធិការពារខ្លួនមានសិទ្ធិបាញ់កំទេចរាល់គ្រឿងសពាវុធទាំងឡាយណាដែលរំលោភដែនអធិបតេយ្យកម្ពុជាហើយបំផ្លាញដល់សុខសន្តិភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរគឺ100%គឺយើងអាចធ្វើបានប៉ុន្តែជាអកុសលគឺយើងអត់ទាន់ឃើញមានអ្វីដែលជាលទ្ធភាពនៅក្នុងការអាចខ្ចប់អាយន្តហោះនឹងបានក្រៅតែបើយើងមានយន្តហោះបដិញប្រភេទ F16 ប្រហែលជាមិនពិបាកទេគឺយើងអាចដេញគ្នាប្រផាត់ប្រភីងទេណាប៉ុន្តែដល់ពេលអញ្ចឹងថៃធ្វើអីបានស្រេចចិត្តប៉ុន្តែបងប្អូនរឿងនេះគឺជារឿងមួយដែលបំពេញមិនមែនបំពេញនេះគឺបើយើងនិយាយពីការមាក់ងាយបងប្អូនមាក់ងាយនេះគឺធ្វើឲ្យពិភពលោកមើលឬក៏សូម្បីតែប្រជាពលរដ្ឋខ្មែរខ្លួនឯងក៏មើលឃើញថាថៃកំពុងតែធ្វើឲ្យរដ្ឋាភិបាលខ្មែរនេះគឺទុនមែនតើខ្សោយមិនអាចទប់ទល់អីជាមួយថៃបានណាហើយអញ្ចឹងទៅធ្វើឲ្យបាត់ទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជាហើយរដ្ឋាភិបាលនៅតែអាចអះអាងថាខ្លួនការពារដែនអធិបតេយ្យបានណាប៉ុន្តែម៉ោងនេះរដ្ឋាភិបាលអាចលំបាកមែនតើលំបាកឲ្យប្រជាពលរដ្ឋជឿទុកចិត្តខ្លួនឯងថាតើអាចធ្វើអីបានទប់ថៃបានព្រោះសហគមន៍អន្តរជាតិអត់ណាជួយយើងទេអញ្ចឹងនៅតែយើងលើខ្លួនឯងហើយយើងធ្លាប់មានថាមានអាកញ្ជ្រួចឬក៏សំណាញ់មេឃអីនឹងទៀតបើសិនជាប្រើពេលហ្នឹងគឺអាចទប់ថៃប៉ុន្តែអត់បានប្រើទេដូច្នេះអាហ្នឹងឯងដែលធ្វើឲ្យថៃចាប់ផ្ដើមទី1បំបាក់អំនួតរបស់ខ្មែរទី2គឺបំបាក់អាភាពជាម្ចាស់ប្រទេសបងប្អូនហើយប្រជាពលរដ្ឋគឺច្បាស់ជានឹងមានថ្នាក់ចិត្តនឹងរដ្ឋាភិបាលបន្តិចទេរឿងនេះខ្ញុំជឿថាថៃធ្វើគេហៅបើភាសាសាមញ្ញតាមផ្លូវគឺថាស៊ីអារម្មណ៍របស់កម្ពុជាសម្បើមណាស់ហើយរឿងនេះគឺទុកឲ្យពួកគាត់ដោះស្រាយព្រោះថាការដែលចូលវាយឬក៏ទម្លាក់គ្រាប់ជ្រៅចូលដល់ក្នុងដែនអធិបតេយ្យរបស់កម្ពុជារហូតដល់ខេត្តសៀមរាបមានកំហុសអីឬក៏ចោទថាកន្លែងដែលស្ពានអូជីកហ្នឹងនៅកន្លែងម្ដុំស្រីស្នំនៅខេត្តសៀមរាបហ្នឹងគឺជាលេនដ្ឋានទ័ពដែលបាញ់កញ្ជ្រួចស្អីឬក៏កំជ្រួចវង BM21 ឬក៏កំជ្រួចបាញ់ឆ្លងទ្វីបឬក៏ឆ្លងប្រទេសហ្នឹងហើយថាអាហ្នឹងជាគោលដៅយោធាដែលបាញ់កំទេចបានបើសិនជាថៃមានលេសបែបហ្នឹងគឺទម្លាក់គ្រាប់ដល់ទួលកសាំងនៅភ្នំពេញនេះបាត់ហើយកន្លែងជំរំទ័ពជំរំអីនៅកណ្ដាលទីក្រុងភ្នំពេញបាត់ហើយបើសិនជាគិតថាអញ្ចឹងដូច្នេះរឿងស្អីក៏ដោយដែលថៃធ្វើនេះគឺជារឿងហួសហេតុហើយគឺជារឿងដែលមើលងាយឃើញកម្ពុជាមិនមានលទ្ធភាពទប់ទល់ជាមួយថៃប៉ុន្តែរឿងនេះមិនអាចឲ្យថៃធ្វើដូច្នេះបានទេព្រោះជាការប្រមាថខ្លាំងមែនតើបាទឥឡូវនេះគឺរឿងដែលអកុសលនេះវាកើតឡើងទៅហើយការវាយសន្ធាប់តាមតំបន់ព្រំដែនហ្នឹងគឺអត់មានស្បាយដៃទេបងប្អូនថៃបន្ថែមកាន់តែខ្លាំងរហូតដល់ទម្លាក់គ្រាប់ថែមគ្រប់ទីកន្លែងទាំងអស់ហើយនៅពេលដែលកំពុងតែទម្លាក់គ្រាប់ហ្នឹងគឺចំនួនអ្នកស្លាប់បានកើនឡើងបើតាមក្រសួងមហាផ្ទៃបានរាយការណ៍មកថាដល់ទៅ16នាក់ទៅហើយអ្នករងរបួសហ្នឹង70នាក់ជាង80នាក់ហើយជនភៀសខ្លួនភៀសសឹកចេញពីតំបន់ដែលមានចំនួនហ្នឹងកើនឡើងដល់ទៅជាង420000បាទន័យថា420,000អ្នកជាងទៅហើយដូច្នេះតើស្ថានភាពពួកគាត់លំបាកលំបិនយ៉ាងណាពេលនេះគឺជាពេលដើម្បីឲ្យបងប្អូនគ្រប់ទិសទីទាំងអស់ជាពិសេសបងប្អូនខ្មែរនៅក្រៅប្រទេសដែលមានលទ្ធភាពនឹងរកលទ្ធភាពជួយជាពិសេសជួយជនរងគ្រោះបើអាចជួយបានបរិច្ចាគទៅតាមលទ្ធភាពដែលអាចធ្វើបានគៀងករកជំនួយណាដើម្បីជួយបងប្អូនយើងហើយក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាក៏គួរតែបោះដៃទៅរកសហគមន៍អន្តរជាតិនៅក្នុងការព្រមឲ្យគេផ្ដល់ជំនួយជួយដល់ជនភៀសខ្លួនយើងផងបើសិនជាយើងប្រកាសអាសន្នឲ្យសហគមន៍អន្តរជាតិជួយនៅពេលនោះគឺនឹងមានការកបាត់កំហំអន្តរជាតិឬក៏មានជំនួយអន្តរជាតិអីផ្សេងទៅវាអាចជាឱកាសដើម្បីឲ្យសហគមន៍អន្តរជាតិគេដឹងឮរឿងយើងចុះទៅមើលការខុសត្រូវយើងទៅវាធ្វើឲ្យពិភពលោកកាន់តែឃើញច្បាស់អំពីការឈ្លានពានរបស់ថៃបន្ថែមទៀតអានេះគឺគ្រាន់តែជាការគិតរបស់ខ្ញុំទេខ្ញុំជឿថារដ្ឋាភិបាលក៏គេមានផែនការគេមានការគិតគូររបស់គេដែរគាត់ថាបើសិនជាមិនបានគិតរឿងហ្នឹងទេគឺជាឱកាសល្អពួកឯងឃើញសហគមន៍ខ្មែរប្រហែលថ្ងៃនេះក៏តវ៉ាធ្វើបាតកម្មហ្នឹងទាមទារឲ្យសហគមន៍អន្តរជាតិជួយទៅមើលការខុសត្រូវឬក៏ជួយដល់ជនភៀសខ្លួនយើងផង